បាទ admin សូមគោរពនឹងជំរាបសួរក៏ដូចជាសួស្ដីទៅកាន់បងប្អូនដែលជួយចិត្តតាមដាននៃការឲ្យតម្រុយឆ្នោតយួននៅលើ Channel តម្រាឆ្នោតយួនរបស់ admin ណាបាទចឹងថ្ងៃទី29បាទខែ3 2026មកជួបជាមួយនឹង admin តម្រាសារជាថ្មីទៀតហើយនៅក្នុងការចែកជូននៅតម្រុយនៅថ្ងៃថ្មីបាទចឹងឃើញថាតម្រុយ admin ការពីម្សិលមិញបាទយើងចូលបានអូសនៅក្នុងកៅច្រើនមែនទែនបងប្អូនបាទហើយនឹងលេខបាទលេខត្រង់របស់ admin ស៊ីតែមួយលេខទេបាទចឹងកុំឲ្យ admin ចេះតែថាបាទមុននឹងយើងចូលទៅកាន់ការអោយតម្រុយនៅថ្ងៃថ្មីបាទចូលទៅទាំងចិត្តលទ្ធផលនៅថ្ងៃចាស់ជាមួយនឹង admin តែម្ដងបាទតែយើងបានចូលនឹងលេខណាខ្លះបាទចឹងបាទសម្រាប់ពីរលេខ admin អោយបាទ94បាទ47 38និង08បាទតងអូស admin អោយអូសខ្ទង់9ហើយនឹងអូសខ្ទង់40បាទលេខធំ admin អោយ951និង762បាទចឹងតោះបាទយើងទៅទាំងចិត្តលទ្ធផលនៅម៉ោង4ទាំងអស់គ្នាបាទតើបាទចេញនឹងលេខនឹងខ្ទង់ណាបាទជួយមើល admin ទាំងអស់គ្នាណាបងប្អូនយើងបាទបងប្អូនយើងជាសាក់សី admin តែម្ដងណាបាទ admin ថាចូលឬក៏មិនចូលបាទចឹងសម្រាប់បាទថ្ងៃសៅរ៍បាទថ្ងៃនេះថ្ងៃសៅរ៍ចេញ3ពោះ3ជួរណាបងប្អូនយើងបាទជាស្រ័យចេញ4ជួរនិយាយរត់តាខុសមាត់ទាក់ទាញកណ្ដាប់ដៃនឹងបងប្អូនយើងបាទសម្រាប់ពោះពោះ A បាទចេញ61បាទ61នឹងលេខធំ740គត់បាទសម្រាប់ពោះហូបាទពោះហូ93បាទ admin ឲ្យ94បាទយើងស៊ីមួយលេខទេបាទពុកម៉ែយើងលីងត្រាងបាទឡើងមួយលេខចុះមួយលេខតាម admin និយាយគឺយើងចូលតែម្ដងសម្រាប់93បាទហើយនឹងបាទលេខធំ009តែម្ដងបាទសម្រាប់ពោះ B បាទ02និង879បាទលេខស្វីតតែម្ដងសម្រាប់ថ្ងៃនេះបាទសម្រាប់ពោះ C បាទ79បាទនិង028បាទសម្រាប់ពោះ D ណាបងប្អូនយើងបាទពោះ D 09បាទ admin ឲ្យ08បាទយើងស៊ីមួយលេខទេបងប្អូនយើងបាទស្ដាយមែនទែនបាទអត់អីទេបងប្អូនយើងយ៉ាងណាក៏ចូលដែរ admin តែងតែបញ្ជាក់ជារឿយៗបាទយើងឡើងមួយលេខចុះមួយលេខបាទសម្រាប់ពីរលេខរបស់ admin ណាបាទយើងបានចូលទាំងអស់គ្នាចុះសម្រាប់មុខ4បាទយើងបានចូលប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនយើងបានយកទៅធ្វើការផ្សងសំណាងក៏បានចូលទាំងអស់គ្នាបាទ admin ក៏សូមចូលរួមត្រេកអរផងដែរបាទចុះមកមើលបាទលទ្ធផលនៅម៉ោង6ម្ដងបាទម៉ោ09ទៀតហើយសម្រាប់ពោះ A បាទយើងបានចូលមកគ្រាប់ទៀតហើយបាទ09បាទ61 76និង18បាទអូន18អូននេះបងប្អូនយើងបាទសម្រាប់លេខធំបាទលេខធំ188បាទ358និងបាទ385បាទគេគុណត្រឡប់តែម្ដងណាបងប្អូនយើងបាទសម្រាប់លេខធំនេះផងដែរបាទសម្រាប់ពុក B បាទ96បាទយើងចូលបានអូសមកគ្របទៀតហើយបាទ96និងលេខធំបាទ422បាទសម្រាប់ពោះ C បាទ22និង964បាទសម្រាប់ពោះ D បាទ92បាទយើងចូលបានបាទទងអូសបានមកគ្របទៀតហើយបាទ92និងលេខធំបាទ6បាទ42តែម្ដងណាបាទចឹងសម្រាប់បាទម៉ោង4ក៏ដូចជាម៉ោង6បាទយើងបានចូលគ្រាន់បើដែរបាទមិនថាច្រើនប្រមាណទេបាទយើងគួរសមបាទមិនថាច្រើនណាទេបាទចឹងសង្ឃឹមថាបងប្អូនយើងបានយកតម្រុយ admin យកទៅផ្សងសំណាងណាបាទបានចូលទាំងអស់គ្នាបាទ admin ក៏សូមបាទចូលរួមត្រេកអរទាំងអស់គ្នាបាទយើងបានដើមមកវិញណាបងប្អូនយើងបាទយើងអត់បានចូលប្រហែលប្រហែលជា2ថ្ងៃហើយបងប្អូនយើងបាទយើងអត់សូវបានចូលទេបាទ admin ក៏សូមអធិស្ឋានផងណាបងប្អូនយើងបាទ admin ចង់អោយតែត្រូវដែរបាទតែ admin ថាម៉ូវាអត់ម៉ូបងប្អូនយើងបាទ admin ខំសម្រិតសម្រាំងលេខយ៉ាងល្អហើយបាទតែវាអត់ម៉ូអត់ដឹងធ្វើម៉េចដែរបាទដោយសារជាតម្រុយណាបងប្អូនយើងបាទមិនមែនជាលទ្ធផលទេបាទចឹងតើបាទកុំឲ្យបងប្អូនយើងបាននៅចាំយូរ admin ក៏សូមដាក់នៅតម្រុយថ្ងៃថ្មីតែម្ដងបាទសម្រាប់2លេខបាទ admin ឲ្យពុកម៉ែបងប្អូនយើងបាទឲ្យ65បាទ65 39បាទ24សិតតាលេខ admin សម្រាប់តារាងមួយណាបងប្អូនយើងបាទនឹងលេខចុងក្រោយ admin ឲ្យបាទ49បាទចឹងកុំភ្លេចបាទលេងត្រែងក៏ដូចជាលេងគុណត្រឡប់ណាបងប្អូនយើងបាទលេងឡើងមួយលេខចុះមួយលេខបាទលេងឡើងមួយលេខចុះមួយលេខក៏ដូចជាលេងគុណត្រឡប់បាទសម្រាប់បាទអឺខ្ទង់អូសបាទ admin ឲ្យអូសចំនួន
បាទ2ខ្ទង់ដដែលទេបាទ admin ឲ្យអូសនៅខ្ទង់6បាទមកគ្របទៀត admin ឲ្យអូសនៅខ្ទង់40ណាបាទបាទអញ្ចឹងសម្រាប់បាទលេខធំadmin ឲ្យពុកម៉ែបងយើងបាទឲ្យ6 78បាទយើងគុណណាសម្រាប់លេខធំរបស់ admin បាទកុំភ្លេចគុណឲ្យសោះបាទប្រយ័ត្នចាញ់ម៉ូស្ដាយក្រោយបាទ មកគ្របទៀត admin ឲ្យ8 26បាទហ្នឹងហើយបងពុកម៉ែបងប្អូនយើងបាទថ្ងៃថ្មី admin ក៏មានតម្រុយថ្មីបាទលេខល្អប៉ុណ្្នឹងទេដើម្បីយកមកចែកជូនទៅដល់ពុកម៉ែបងប្អូនយើងបាទយកទៅធ្វើការផ្សងសំណាងប្រចាំថ្ងៃបាទចុងជាចុងក្រោយ admin ក៏សំណូមពរសូមចិត្តទៅដល់ពុកម៉ែបងប្អូនយើងដែលបាទទើបតែចូលមកទស្សនាក៏ដូចជាចូលយូរហើយបាទមិនទាន់បានចុចជាវនិងបើកនឹងសញ្ញាកណ្ដឹងបាទកុំភ្លេចជួយចុចឲ្យ admin ម្នាក់មួយផងដើម្បីជាការផ្ដល់នៅកម្លាំងចិត្តដល់ admin បាទព្រោះតម្រុយគឺ admin ចែកជូន free ទេពុកម៉ែបងប្អូនយើងមិនបានឲ្យបងប្អូនយើងបងសេវាឬក៏គិតសេវានោះទេបាទអញ្ចឹងបាទស្រាប់បងប្អូនយើងតាមដាននៅក្នុង page របស់ admin ណា page តម្រាឆ្នោតយួនណាពុកម៉ែបងប្អូនយើងបាទកុំភ្លេចបាទជួយ follow ក៏ដូចជាបាទជួយ share បាទ share ម្នាក់មួយដើម្បីជាការផ្ដល់នូវកម្លាំងចិត្តក៏ដូចជាពុកម៉ែបងប្អូនយើងបាទឲ្យបងប្អូនយើងដែលមិនទាន់បានមើលនៅវីដេអូអាចមើលឃើញទាំងអស់គ្នាក៏ដូចជាឧត្តលទ្ធផលប្រចាំថ្ងៃបានជាមួយគ្នាផងដែរណាពុកម៉ែយើងបាទចឹងបាទadminក៏សូមអរគុណទុកជាមុនហើយក៏សូមគោរពជូនពរពុកម៉ែបងប្អូនឲ្យបាទសុខភាពល្អសំណាងល្អរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារបាទតែណាមកណាក៏សូមឲ្យជួបតែសុខសុវត្ថិភាពទាំងអស់គ្នាណាបាទចា៎មិននិយាយខុសឆ្គងលឺលួត្រង់ណាប្រការណាមួយមិនសមរម្យក៏សូមខន្តីអភ័យទោសផងពុកម៉ែបងប្អូនយើងដែលសារ admin និយាយមិនបានព្រៀងទុកទេបាទតែងតែមានចន្លោះខ្វះខាតដែរណាពុកម៉ែបងប្អូនយើងបាទចឹង admin ក៏សូមលំអរកាយគោរពលាបាទជួបគ្នាក្នុងការចែកជូននៅតម្រុយនៅថ្ងៃថ្មីថ្ងៃស្អែកជាបន្តទៀតបាទតាមពេលវេលាដំណងដដែលបាទ admin សូមអរគុណបាទសូមគោរពលា